nhóm mình miền tọa slot ấy cái miền này là hoa mà ta nước nông sông cung môi ở bãi ní dương tới tại miền ở chùm hoa môi ở chùm bát lo rừng mòm và dương mình miền chùm hoa môi chùm bát lo rừng mòm và dương mình ai chui đò sọc để dương bàn tay chẳng miền tại dương tới tại miền bậc căn chùm hoa môi cho lượp hiệp trầm trời nơi bên là dương cho lượp hiệp trầm trời hai dương đầm col holประโยชน์ធំជាងផលប្រយោជន៍បុគ្គលផលប្រយោជន៍ប្រជាពលរដ្ឋធំជាងផលប្រយោជន៍បុគ្គលដូច្នេះគ្មានអ្វីដែលត្រូវតក់ស្លុតនោះទេបាទថ្ងៃនេះសាលាដំបងរាជធានីភ្នំពេញបានប្រកាសសាលក្រមសម្រាប់កាត់នៃលោកគ្រូរងជនដាក់ពន្ធនាគារ4ឆ្នាំពីនៃ4លានរៀលហើយនឹងដកសិទ្ធិប្រជាពលរដ្ឋជាសាទរមិនឲ្យគាត់បោះឆ្នោតនិងឲ្យគាត់ធ្វើឈ្មោះបោះឆ្នោតអង្គនវាធ្វើនយោបាយថោកទាបដូចគ្នាចរិតថោកទាបធ្វើនយោបាយថោកទាបឲ្យអួតថាពួកវាខ្លាំងប្រជាពលរដ្ឋខ្មែរស្រឡាញ់វាណាតាមពិតជានយោបាយថោកទាបវាអត់ហ៊ានប្រកួតជាមួយគេកាលពីមុនថាអត់ហ៊ានជាមួយលោកប្រធានសំរងស៊ីឥឡូវសំបីតាបងរុងឈុនអ្នកផ្សេងទៀតក៏វាហ៊ានប្រកួតដែរវាខ្លាចព្រោះវាដឹងថាពួកវានឹងវាអត់មានគុណសម្បត្តិវាអត់មានសមត្ថភាពអីដែលមកប្រកួតជាមួយគេណាវាអត់មានទំនុកចិត្តខ្លួនវាហើយវាដឹងច្បាស់ណាស់ថាប្រជាពលរដ្ឋខ្មែរអត់ត្រូវការក្បាលពួកវាឲ្យដឹកនាំទៀតទេណាគឺដឹងច្បាស់ពលរដ្ឋខ្មែរដឹងថាពួកវាឆ្កែយួនដឹកនាំគ្មានសមត្ថភាពគឺច្បាស់គ្រប់គ្នាតែម្ដងដូច្នេះហើយមធ្យោបាយដែលពួកវាអាចបន្តក្នុងអំណាចហើយឈ្នះការបោះឆ្នោតคล้ายនឹងរស់នៅបានសុខសាន្តណាគឺការបំផ្លាញអ្នកប្រឆាំងដោយប្រើប្រព័ន្ធតុលាការអាយ៉ងរបស់វានឹងដើម្បីធ្វើទុកបុកម្នេញអ្នកស្នេហាជាតិអ្នកប្រជាធិបតេយ្យអ្នកដែលស្រឡាញ់ខ្មែរពិតប្រាកដអ្នកស្រឡាញ់ជាតិពិតប្រាកដណាគឺវាមិនឲ្យអ្នកទាំងអស់នឹងមានឱកាសដឹកនាំទេពួកវានេះគឺជាពួកអភិវឌ្ឍជាតិណាអញ្ចឹងបានវាប្រឆាំងអ្នកដែលស្រឡាញ់ផលប្រយោជន៍ជាតិយើងគិតមើលរឿងវាខ្លាយឲ្យទៅជារឿងមានទោសជាប់គុកណាវាអត់សមណាវាអត់សមតើសោះណាស្រុកគេមិនត្រឹមតែដាក់គុកនេះគេឲ្យមធ្យោបាយគេឲ្យរង្វាន់គេលើកទឹកចិត្តទៅទៀតនេះឯងបែរជាជាប់គុកដោយសារតែរឿងស្រឡាញ់ទឹកដីរឿងបញ្ចេញទស្សនៈការពារផលប្រយោជន៍ជាតិវាអត់សមរម្យមិនដែលមានស្រុកណាដូចស្រុកខ្មែរទេអត់ដែលមានទេហើយខ្ញុំចង់បញ្ជាក់បងប្អូនខ្មែរថាឪកូនវានេះគឺជាមនុស្សថោកទាបដូចគ្នាថាឪវាល្ងងខ្លៅតែអាកូនវាបានរៀននៅក្រៅប្រទេសតែអាកូននេះក៏វាថោកទាបដូចឪវាអញ្ចឹងណាធ្វើនយោបាយថោកទាបដូចឪវាដែរណាហើយកុំសង្ឃឹមថាប្រទេសជាតិនឹងខ្លាយទៅជាស្អីអត់មានទេណាអត់មានទេណាបើឲ្យកូនវាអាបកវិជាជនចង្រៃនឹងនៅដឹកនាំណាយើងនឹងឈឺចាប់របៀបនឹងរហូតតទៅណាមានតែបាត់ប្រទេសទៅទៀតណាហើយពួកយួននឹងបានដៃកាន់តែខ្លាំងជាងអត់ទៅបដ ாய் ឲ្យពូជម៉ូវានេះពួកអាបកដែលយួនបង្កើតនឹងដឹកនាំបន្តទៅទៀតទេហើយជាពិសេសអាតកូលហ៊ុនអាតកូលក្បត់ជាតិ3ជំនាន់ហ្នឹងមិនទៅឲ្យវាដឹកនាំតទៅទៀតទេណាបងប្អូនយើងត្រូវតែរួមគ្នាកំតិចអាបកចង្រៃនឹងពួកអាពូជក្បត់ជាតិចោលណាពូជឡើងតំណែងកាន់អំណាចតពូជទាំងអស់នេះចោលពួកវាអត់មានសមត្ថភាពអីមកប្រកួតជាមួយយើងទេបងប្អូនណាអត់ទេអត់តែម្ដងពីពួកវាដឹងច្បាស់ដូចខ្ញុំបញ្ជាក់ឡើងគឺថាពលរដ្ឋខ្មែរអត់ស្រឡាញ់វាទេពីពួកវាបានសាងតែអំពើអាក្រក់បទរក្រិតលួចបំផ្លាញជាតិតែប៉ុណ្្នឹងហើយដឹកនាំកន្លងមកនេះបងប្អូនឃើញ30-40ឆ្នាំវារស់ដោយសារតែខ្ចីគេនឹងសុំទានគេតែប៉ុណ្្នឹងទេអត់មានសមត្ថភាពអីរស់ជាមនុស្សសមជាជាតិសាសន៍ខ្មែរពូជអ្នកកសាងអង្គរទេអត់មានទេអត់តែម្ដងណាគឺអត់តែម្ដងពួកវាអត់មានសមត្ថភាពហ្នឹងទេហ្នឹងហើយអញ្ចឹងយើងត្រូវទៅរួមគ្នាហើយឈរជាមួយនឹងបងរងឈុននិងអ្នកស្នេហាជាតិទាំងអស់គ្នាហើយជាមួយនឹងលោកធានសំរងស៊ីដើម្បីធ្វើការផ្លាស់ប្ដូរឲ្យទាល់តែបានបងប្អូនបាទសូមអរគុណ